រឿងធម្មវិកឧបាសកព្រះបរមសាស្តាទ្រង់បានប្រារព្ធធម្មវិកឧបាសកជាអ្នកមានកល្យាណធម៌នៅពេលដែលធម្មវិកឧបាសកនោះឈឺទាបនឹងធ្វើមរណកាលនោះគាត់ក៏បានប្រើកូនប្រុសស្រីរបស់គាត់ដើម្បីទៅនិមន្តព្រះសង្ឃមកសូត្រសតិប្បដ្ឋានសូត្រឲ្យគាត់ស្ដាប់ពេលដែលព្រះសង្ឃកំពុងតែសូត្រនៅសតិប្បដ្ឋានសូត្រនោះធម្មវិកឧបាសកបានឃើញនៅទេវរតជាច្រើនតែពួកទេវតានាំយកមកចាំទទួលដំណើរគាត់ចូលទៅកាន់ទេវលោកពួកទេវតាក៏បានអញ្ជើញគាត់ឲ្យទៅកើតក្នុងឋានទេវលោកធម្មវិកឧបាសកបាននិយាយអង្វរករនឹងពួកទេវតាថាឈប់សិនព្រោះគាត់ប្រាថ្នាចង់ស្ដាប់ធម៌ដែលព្រះសង្ឃកំពុងតែសូត្រឲ្យបានចប់ហើយចាំទៅជាមួយពួកទេវតាពួកភិក្ខុទាំងឡាយបានឮធម្មវិកឧបាសកនិយាយថាឈប់ចាំសិនដូច្នេះក៏ឈប់សូត្រធម៌ហើយចម្រើនពោលាត្រឡប់ទៅវត្តវិញទៅនៅពេលដែលភិក្ខុទាំងឡាយបាននិមន្តត្រឡប់ទៅកាន់វត្តវិញអស់ហើយធម្មវិកឧបាសកក៏មានស្មារតីដឹងខ្លួនឡើងវិញមិនឃើញព្រះសង្ឃក៏សួរកូនប្រុសស្រីថាតើព្រះសង្ឃនិមន្តទៅទីណាបាត់អស់ហើយកូនប្រុសស្រីបានប្រាប់ថាព្រះសង្ឃបាននិមន្តទៅវត្តវិញហើយព្រោះលោកឪពុកបាននិយាយថាឲ្យលោកឈប់សូត្រធម៌សិនធម្មវិកឧបាសកក៏បានភ្ញាក់ខ្លួនព្រើតនិយាយទៅកាន់កូនថាពុទ្ធោអើយឪពុកមិនបាននិយាយឲ្យលោកឈប់សូត្រធម៌ពីកាលណាឪពុកនិយាយជាមួយនឹងពួកទេវតាដែលចុះមកដើម្បីនាំយកឪពុកឲ្យទៅកើតនៅឯឋានទេវលោកនោះទេតើទោះជាធម្មវិកឧបាសកខំពន្យល់ប្រាប់នៅរឿងពិតនេះឲ្យកូនប្រុសស្រីបានយល់យ៉ាងណាក៏ដោយក៏កូនមិនជឿគាត់ដែរធម្មវិកឧបាសកបានប្រាប់កូនឲ្យយកគម្រោងផ្កាបោះឡើងទៅលើអាកាសវេហាហើយបានអធិដ្ឋានឲ្យគម្រោងផ្កានោះអណ្ដែតជាប់នឹងចន្ទោទេវរតដែលពួកទេវតានាំមកអំពីឋានតុសិតទេវលោកពួកមនុស្សឯទៀតមើលឃើញតែគម្រោងផ្កាមិនឃើញនៅទេវរតភិក្ខុទាំងឡាយលួសនិមន្តមកដល់វត្តវិញហើយបានចូលទៅក្រាបទូលព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនធម្មវិកឧបាសកពេលដែលខ្ញុំព្រះករុណាទាំងឡាយកំពុងសូត្រធម៌សតិប្បដ្ឋានសូត្រនោះគាត់បាននិយាយប្រាប់ឲ្យខ្ញុំព្រះករុណាទាំងឡាយឈប់សូត្រធម៌សតិប្បដ្ឋានសូត្រព្រះសាស្តាទ្រង់ត្រាស់បញ្យល់នៅរឿងធម្មវិកឧបាសកនោះឲ្យភិក្ខុទាំងនោះបានយល់ច្បាស់ហើយទ្រង់ត្រាស់នៅប្រគាថានេះថាអ៊ិធមោតតិពេចមោតតិកតបញ្ញោឧភយដ្ឋមោតតិសោមោតតិសោបមោតតិទិស្វាកម្មវិសុទ្ធិមតណោបុគ្គលអ្នកបានធ្វើបុណ្យទុកហើយរមែងរីករាយក្នុងលោកទាំងពីរគឺរីករាយក្នុងលោកនេះផងក្នុងលោកខាងមុខផងបុគ្គលនោះរមែងរីករាយស្រស់ស្រាយព្រោះបានឃើញនៅអំពើបរិសុទ្ធរបស់ខ្លួនសូមអនុមោទនារឿងភិក្ខុទេវទត្តព្រះបរមសាស្តាទ្រង់ប្រារព្ធភិក្ខុទេវទត្តចាប់តាំងអំពីពេលដែលភិក្ខុទេវទត្តចូលមកបួសហើយបានប្រព្រឹត្តធ្វើនៅអំពើអាក្រក់លាមកមានប្រការផ្សេងដូចមានតទៅនេះគឺ1បានបបួលពរាជកុមារអជាតសត្រូវឲ្យទៅសម្លាប់ព្រះបាទបំពិសាដែលត្រូវជាព្រះរាជបិតារបស់ទ្រង់2បានបញ្ជូនមនុស្សឲ្យទៅសម្លាប់ព្រះបរមសាស្តាតែពួកមនុស្សទាំងនោះបានស្ដាប់ព្រះធម៌ទេសនារបស់ព្រះអង្គហើយក៏បានសម្រេចនៅព្រះសោតាបតិផលគ្រប់គ្នា3បានឡើងទៅលើកំពូលភ្នំកិច្ចកោฏហើយទម្លាក់ដុំថ្មចុះមកបានធ្វើលោហិតុបាទដល់ព្រះសាស្តា4បានលែងដំរីណាឡាយគិរីដែលចុះព្រេងឲ្យទៅធ្វើអន្តរាយដល់ព្រះសាស្តាតែមិនបានសម្រេចដោយគោលបំណងឡើយ5បានប្រមូលពួកភិក្ខុ500រូបធ្វើសង្ឃភេទគឺបំបីសង្ឃចំណេរការក្រោយមកភិក្ខុទេវទត្តមានជំងឺយ៉ាងធ្ងន់អស់រយៈពេល9ខែ
ទីបំផុតភិក្ខុទេវទត្តបានដឹងទោសកំហុសរបស់ខ្លួនហើយមានសេចក្តីប្រាថ្នាចង់ទៅក្រាបថ្វាយបង្គំសូមខមាទោសចំពោះព្រះភ័ក្ត្រនៃព្រះមានព្រះភិក្ខបានឲ្យកូនសិស្សសែងទៅគាល់ព្រះអង្គពេលដែលកូនសិស្សសែងទៅដល់មាត់ស្រះបែរវត្តចេតពុនបានប្រាប់ឲ្យកូនសិស្សដាក់ចុះសិននៅពេលដែលភិក្ខុទេវទត្តដាក់ជើងចុះដល់ផែនដីភ្លាមព្រះធរណីក៏បានស្រូបយកភិក្ខុទេវទត្តលិចចូលបាត់ទៅក្នុងថ្ងៃនោះឯងភិក្ខុបានក្រាបទូលសួរព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនភិក្ខុទេវទត្តបានធ្វើបាបកម្មដ៏ធ្ងន់យ៉ាងនេះតើនឹងទៅកើតនៅក្នុងទីណាដែរព្រះសាស្តាទ្រង់ត្រាស់ថាមនីភិក្ខុទាំងឡាយភិក្ខុទេវទត្តនឹងទៅកើតនៅក្នុងអវិជ័យនរកហើយទ្រង់ត្រាស់នៅប្រគាថាយ៉ាងនេះថាអិធៈតបតិបេចៈតបតិបាបការីឧភយដ្ឋតបតិបាបាំងមេកតន្តិតបតិភ័យយោតបតិទុកតាំងកតោបុគ្គលអ្នកធ្វើអំពើបាបរមែងក្តៅក្រហាយក្នុងលោកទាំងពីរគឺក្តៅក្រហាយក្នុងលោកនេះផងក្នុងលោកខាងមុខផងបុគ្គលអ្នកធ្វើអំពើបាបនោះរមែងក្តៅក្រហាយដោយនឹកឃើញថាបាបអញបានធ្វើហើយលួធ្វើមរណកាទៅកាន់ទុគតិរឹងរឹតតែក្តៅក្រហាយក្រៃលែងសូមអនុមោទនារឿងនាងសុមនទេវីព្រះបរមសាស្តាទ្រង់ប្រារព្ធនៅនាងសុមនាទេវីជាធីតារបស់សេដ្ឋីឈ្មោះអនាថបណ្ឌិតនាងសុមនទេវីបានសម្រេចសក្តាគាមិផលតាំងតែអំពីនាងនៅជាកុមារីមកម្លេះនាងមានជំងឺជាទម្ងន់ហើយបានហៅអនាថបណ្ឌិតសេដ្ឋីថាប្អូនប្រុសអនាថបណ្ឌិតសេដ្ឋីកថានាងសុមនទេវីកូនស្រីពៅភ្លេចភ្លាំងសតិស្មារតីកាលបាននាងសុមនាទេវីបានធ្វើមរណកាលទៅហើយនោះលោកសេដ្ឋីមានទុក្ខទោសមនោសោកស្ដាយអាឡោះអាល័យកូនស្រីពៅខ្លាំងណាស់ហើយបានចូលទៅក្រាបទូលរឿងនេះថ្វាយព្រះសាស្តាទ្រង់ជ្រាបតាំងតែអំពីដើមរហូតដល់ចប់ព្រះសាស្តាទ្រង់ត្រាស់រឿងពិតថាណែសេដ្ឋីនាងសុមនាទេវីមិនបានភ្លេចភ្លាំងសតិស្មារតីអ្វីទេគឺនាងហៅទៅតាមមគ្គផលទេតើព្រោះនាងជាសក្តាគាមីឯលោកសេដ្ឋីជាសោតាបានអនាថបណ្ឌិតសេដ្ឋីបានក្រាបទូលសួរព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនតើនាងសុមនាទេវីកូនស្រីពៅរបស់តួព្រះបង្គំបានទៅកើតនៅក្នុងទីណាដែរព្រះសាស្តាទ្រង់ត្រាស់ថានាងសុមនាទេវីបានទៅកើតនៅឯឋានទុសិតទេវលោកឯណោះហើយស្រេចហើយទ្រង់ត្រាស់នៅប្រគាថានេះថាអិធៈនន្តតិបេចៈនន្តតិកតបញ្ញោឧភយដ្ឋនន្តតិបញ្ញមេកតន្តិនន្តតិភ័យយោនន្តតិសុគតង្កតោបុគ្គលអ្នកបានធ្វើបុណ្យទុកហើយរមែងត្រេកអរក្នុងលោកទាំងពីរគឺត្រេកអរក្នុងលោកនេះផងត្រេកអរក្នុងលោកខាងមុខផងបុគ្គលនោះរមែងត្រេកអរដែលគិតថាបុណ្យអាត្មាអញបានធ្វើហើយលុះធ្វើមរណកាលទៅកាន់សុគតិក៏រឹងរត់តែត្រេកអរយ៉ាងក្រៃលែងសូមអនុមោទនារឿងទ្វេសហាយកភិក្ខុព្រះបរមសាស្តាទ្រង់ប្រារព្ធភិក្ខុពីររូបជាមិត្តសម្លាញ់នឹងគ្នាភិក្ខុមួយរូបបានរៀនខាងផ្នែកវិបស្សនាធុរៈខំបំពេញព្យាយាមយ៉ាងខ្លាំងក្លាបំផុតរហូតដល់បានសម្រេចអរហន្តផលចំណែកភិក្ខុមួយរូបផ្សេងទៀតបានរៀនខាងគន្ធធុរៈជាអ្នកឆ្លៀសវាងវៃក្នុងព្រះត្រៃបិដកមានកូនសិស្សជាច្រើនហើយបែរជាមើលងាយដល់ភិក្ខុដែលរៀនខាងផ្នែកវិបស្សនាធុរៈថាជាអ្នកគ្មានចេះដឹងអ្វីបន្តិចបន្តួចសោះហើយចង់ទៅសាកសួរបញ្ហាជាមួយនឹងភិក្ខុដែលរៀនវិបស្សនាធុរៈនោះលុះដល់ថ្ងៃឆ្លើយបញ្ហាព្រះសាស្តាទ្រង់ស្ដេចយាងទៅក្នុងទីប្រជុំនោះដែរ
ហើយទ្រង់ត្រាស់សួរនៅបញ្ហាដោយព្រះអង្គឯងផ្ទាល់ជាមួយនឹងភិក្ខុដែលរៀនកន្ធធរៈកន្ធធរៈភិក្ខុនោះឆ្លើយបញ្ហារបស់ព្រះសាស្តាពុំបានឡើយចំណែកវិបស្សនាធរៈភិក្ខុឆ្លើយបញ្ហារបស់ព្រះសាស្តាបានទាំងអស់មានទើសតាក់ឡើយព្រះអង្គទ្រង់ប្រទានសាធុការថាសាធុពួកភិក្ខុជាសិស្សរបស់ភិក្ខុអ្នករៀនកន្ធធរៈបានលើព្រះបរមសាស្តាប្រទានសាធុការដល់ភិក្ខុអ្នករៀនវិបស្សនាធរៈយ៉ាងនេះហើយក៏នាំគ្នារិះគន់ព្រះអង្គថាចុះហេតុអ្វីបានជាព្រះសាស្តាទ្រង់ប្រទានសាធុការដល់ភិក្ខុដែលរៀនវិបស្សនាធរៈជាអ្នកមិនចេះដឹងអ្វីបន្តិចសោះយ៉ាងនេះទៅវិញណោម្ដេចក៏មិនទ្រង់ប្រទានដល់ភិក្ខុដែលរៀនចេះបត្រីបីដកព្រះអង្គទ្រង់ធ្វើដូច្នេះមិនត្រឹមត្រូវតតែសោះឡើយព្រះសាស្តាទ្រង់បានត្រាស់នៅប្រគាថានេះថាពហុំបិជេសហេតាំងភាសមានណោអ្នកតក្ករោហោតិអ្នករោបមត្តោគោបោវគាវោកណយ៉ាងបរេសាំងអ្នកភាកវាសមញ្ញសហោតិអបបិជេសហេតាំងភាសមានណោធម្មសហោតិអនុធម្មចារីរាកញ្ចតោសញ្ចបហាយមោហੰសាមបបជាណោសវិមុតចិត្តតោអនុបាទិយាណោអិធវាហុរាងវាសភាកវាសាមញ្ញសហោតិបើនរជនពោពាក្យប្រកបដោយប្រយោជន៍សំបីច្រើនយ៉ាងណាក៏ដោយតែជាអ្នកប្រមាទមិនធ្វើតាមពាក្យនោះរមែងជាអ្នកមិនមានចំណែកសម្បញ្ញផលឡើយដោយជាអ្នករសាគោការរាប់គោប្រគល់ឲ្យអ្នកដតីហើយជាអ្នកមិនបានបរិភោគនៅបញ្ចគោរស់ដូចនេះឯងផ្ទុយទៅវិញបើនរជនពោពាក្យប្រកបដោយប្រយោជន៍សំបីតែបន្តិចបន្តួចតែជាអ្នកប្រព្រឹត្តធម៌សំគួរដល់ធម៌បានលះបង់ចោលនៅរាគៈទោសៈនិងមោហៈជាអ្នកដឹងនៅធម៌ដែលកំណត់តាមហេតុមានចិត្តដកផុតអំពីសេចក្តីសៅមងមិនមានសេចក្តីប្រកាន់មាំក្នុងលោកនេះនិងលោកខាងមុខនរជននោះរមែងជាអ្នកបានចំណែកសម្បញ្ញផលមែនពិតសូមអនុមោទនា